ការទទួលដែលសំគួរជាទីបំផុតសម្រាប់នោះយើងគឺការទទួលធម្មទានដើម្បីយកមកបដិបត្តិឲ្យសម្រេចនៅព្រះធម៌ដែលបានសម្ដែងថាធម្មោហវេរកតិធម្មចារិងធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌នឹងឯងកើតមកជាមនុស្សគឺកូនត្រូវចេះកសាងសមត្ថភាពដែលមនុស្សជាសត្វដ៏វិសេសដែលអាចកសាងបានសេចក្តីអត់ធន់ចំពោះការសិក្សារកការចេះដឹងប្រសើរជាងសេចក្តីអត់ធន់នៅក្នុងភាពតល់ក្រលំបាកងងខ្លៅក្នុងរឿងសពគ្រប់កូនបើឪចូលអត់ធន់និងប្រឹងប្រែងតស៊ូនៅក្នុងការសិក្សារៀនសូត្រខំរៀនឲ្យបានចេះដឹងអ្វីផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងហ្នឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនៅភាពក្រីក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចជួយអ្នកដទៃបានទៀតផងជារង្វាន់ដល់កូនត្រូវសប្បាយចិត្តនៅពេលដែលនឹករលឹកឃើញថាកូនមានសមត្ថភាពអាចជួយដល់អ្នកដទៃបានកូនមានឪពុកចំណេះចេះដឹងមានប្រយោជន៍ណាស់ត្រូវខំប្រឹងប្រែងស្វែងរកយកមកដាក់ខ្លួនវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងមានការចេះដឹងសពគ្រប់នោះមិនជាលំបាកពេកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលដែលអាននោះកូនត្រូវមានចិត្តតាំងមាំផងសមាធិទទួលយកសេចក្តីនឹងចងចាំទុកការអានសិភៅជាអង្គប្រកបមួយខាងក្រៅហើយនៅមានអង្គប្រកបមួយទៀតជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតនៅក្នុងហេតុផលអង្គប្រកបទាំងពីរនេះគឺមួយខាងក្រៅបរតោខោសៈដែលល្អនិងមួយទៀតគឺយោនិសោមនសិកាពូកែគិតក្នុងហេតុផលហ្នឹងទាំងពីរហ្នឹងនាំឲ្យបាននៅសម្មាទិដ្ឋិនាំផ្លូវត្រូវដល់កូនមិនភ័យខ្លាចវង្វេងផ្លូវឬក៏ខុសផ្លូវទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសម្មាទិដ្ឋិពុរេជីវាំងសម្មាទិដ្ឋិលោកយៈវិបស្សនានាំផ្លូវចូលទៅដល់សេចក្តីសម្រេចនៅលោកកតរៈធัวហើយរួចផុតចាកទុក្ខចំណេះដឹងមានប្រយោជន៍ចឹងចូលកូនចាំទុកថាសេចក្តីទុក្ខនោះឯងវាខ្លាចស្នាមញញឹមណាស់កូនគ្រាន់តែញញឹមតែបន្តិចប៉ុណ្ណោះសេចក្តីទុក្ខក៏គេចខ្លួនបាត់ទៅផងដែរតើកូនដឹងទេថាសេចក្តីទុក្ខនោះវាចូលចិត្តអ្វីគឺសេចក្តីទុក្ខចូលចិត្តមនុស្សណាដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អបំផុតក្នុងលោកគឺការពិត